លោកញ៉ាคลิปវីដេអូនេះទៅដល់បងប្អូនណាដែលមានលេខទូរស័ព្ទកតុយ68ណាព្រោះមានបងប្អូនសួរនាំគ្រូច្រើនមែនទែនបាទលោកគ្រូមិនទាន់បកស្រាយឲ្យបញ្ជូនផងនេះ68គេហៅថាជាប្រភេទលេខកាយព្រះសុខនៅជាមួយនឹងកាយរាហូអញ្ចឹងពីរហ្នឹងនៅពេលដែលនៅជាមួយគ្នាកើតបញ្ហាកើតរួមច្រើនដូចជាទី1ជួបមនុស្សគេអាស្រ័យស្មោះត្រង់ជាមួយយើងទី2ជួបមនុស្សដែលគេកលិចកលុចគេយល់តែពីហត់ងាយក្នុងការគេអូទីយើងចូលក្នុងផ្លូវមិនអស់គេហៅផ្លូវអាបាយប្រយ័ត្នខ្លាំងនឹងមែនទេហើយមួយទៀតលេខ68ក៏ជាប្រភេទពូលេខលុយក៏ប៉ុន្តែប្រយ័ត្នលុយមកក្នុងផ្លូវដែលលឿនបាទផ្លូវដែលមិនគេហៅថាផ្លូវមិនសូវល្អជាផ្លូវខុសច្បាប់បាទធ្វើអីក៏ដោយមានល្បិចទីកលនៅក្នុងការកេងប្រវ័ញ្ចឬក៏ទាញផលប្រយោជន៍ដើម្បីខ្លួនឯងលេខហ្នឹងគឺប្រយ័ត្នកន្លែងនឹងតិចណាហើយបើរកបានហើយលេខហ្នឹងក៏ពិបាកក្នុងការទុកដាក់ដូចគ្នាដៃតលាយចាយធំបាទហើយអារម្មណ៍ជើងឆាវងាយឆុងឆាងងាយជាមនុស្សដែលហ៊ានស៊ីហ៊ានសងភឹងទៅមកអត់ចេះខ្លាចអីទេបងប្អូនសង្កេតមើលឲ្យតលកាន់កតុយលេខ68គឺភាគច្រើនមនុស្សនឹងអត់សូវចេះខ្លាចគេទេបាទឆុងឆាងណាហើយពេលថាពិសាឆាប់ជាងគេដូចគ្នាណាចំពោះលេខហ្នឹងណាបាទហើយគេហៅថាចូលចិត្តប្រឡូកនៅក្នុងសង្គមគេអូទាចូលក្នុងសង្គមនៅភាពបនพื้នគឺចូលចិត្តគឺសុបាយបានផឹកស៊ីដើរលេងហ្នឹងគឺទៅហើយលេខហ្នឹងបាទបើមានគេហាមគេប្រាប់អីមិនសូវជាស្រាប់គេប្រហែលទេបាទឬក៏មានសាច់ញាតិម៉ែឪបងប្អូនស្ដីបដៅប្រាប់អីគឺមិនសូវជាស្ដាប់គេទេឌឺទៅចេះរឿងនោះណាតែគាត់ចង់ធ្វើអីធ្វើហើយណាបាទคนណាដែលមានលេខហ្នឹងអាចសង្កេតពិចារណាខ្លួនឯងហើយមានអីអាចឆាតសួរនាំគ្រូបានហើយកុំភ្លេចចូលខមមិនផងលោកមើលជួតហ្នឹងដូចអ្វីបងប្អូនកំពុងតែជួតដល់ទេ